នុន14ខេត្តនិងស៊ីហ្គេមដ៏រដារដប់យោធាថៃបើការវិប្រហាលើកម្ពុជាមិនខ្វល់កិច្ចព្រមព្រៀងសន្តិភាពដែលមានលោកត្រាំជាសាក្សីសារព័ត៌មានបរទេសធំៗរួមទាំង CNN និង CNA បានចុះផ្សាយថានៅពេលនេះយោធាថៃបានបើកការវិប្រហាយ៉ាងសន្ធប់មកលើកម្ពុជាហាក់មិនខ្វាយខ្វល់នឹងកិច្ចព្រមព្រៀងសន្តិភាពដែលលោកត្រាំប្រធានាធិបតីអាមេរិកជាសាក្សីដឹងឮនោះឡើយថៃបានបើកការវិប្រហាមកលើកម្ពុជាតាំងពីថ្ងៃទី7ដល់ថ្ងៃទី8ខែធ្នូនេះស្របពេលដែលប្រទេសរបស់ខ្លួនមានបញ្ហាធំៗជាច្រើនមិនទាន់ដោះស្រាយចប់បញ្ហាក្នុងប្រទេសថៃរួមមានដូចជាទឹកជំនន់នៅខេត្តទាំង14ជាពិសេសក្រុងហាត់យ៉ៃដែលបង្កផលប៉ះពាល់ដល់ប្រជាជនជាង2សែននាក់ហើយថ្មីនេះគឺបញ្ហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលរងការរិះគន់ពីសាធារណជនទាំងក្នុងនិងក្រៅប្រទេសថារៀបចំមិនបានល្អឥឡូវនេះយោធាថៃហាក់ដូចជាចង់បង្វែរសាច់រឿងដោយបានបើកការវិប្រហាដោយប្រើកាំភ្លើងដៃនិងកាំភ្លើងត្បាល់ហើយកាសែតថៃថ្មីនេះថែមទាំងបញ្ជាក់យ៉ាងច្បាស់ថាយោធាខ្លួនបានបញ្ចេញយន្តហោះ F16 មកទម្លាក់គ្រាប់បែកលើដែនដីកម្ពុជាផងដែរសកម្មភាពយោធាទាំងនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរដែលលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានបានសម្របសម្រួលនិងមានវត្តមានប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំជាសាក្សីផងដែរយ៉ាងណាក៏ដោយក្រសួងការពារជាតិកម្ពុជាបញ្ជាក់យ៉ាងច្បាស់ថាទោះបីជាមានការបង្កហេតុពីយោធាថៃយ៉ាងក្តីក៏កម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយនិងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជូនដំណឹងជាលើកទី2ទៅក្រុមអ្នកសង្កេតការណ៍អាស៊ានហៅកាត់ AOT អំពីឧបទ្ទហេតុនេះរួចហើយព្រមទាំងក្រុងនឹងស្នើឲ្យ AOT ចុះទៅទីតាំងដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងធានាឲ្យបាននៅដំណាភាពយុត្តិធម៌និងភាពត្រឹមត្រូវបើយោងតាមក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោងប្រមាណ5:04នាទីយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅក្នុងតំបន់អានសេះខេត្តព្រះវិហារបន្ទាប់មកបាញ់នៅប្រាសាទតាម៉ុនធំដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើននិងនៅតំបន់ប្រាសាទព្រះវិហារនៅ5មករានិងនៅចំការជែកនិងការបើកការវិប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុកាលពីម្សិលមិញនៅប្រលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា